ក្នុងអាយុ21ឆ្នាំ Lucy បានរៀបការជាមួយស្វាមីរបស់នាងដែលពិការអស់រយៈពេល3ឆ្នាំនាងបានធ្វើការដោយមិនត្អូញត្អែដោយមើលថែគ្រប់តម្រូវការរបស់គាត់ម្ដាយក្មេករបស់នាងដែលរស់នៅឆ្ងាយមានការរំជួលចិត្តយ៉ាងខ្លាំងនៅពេលដែលនាងបានឮអំពីរឿងនេះហើយបានប្រញាប់ប្រញោលត្រឡប់ទៅផ្ទះវិញដើម្បីជួបកូនប្រសារស្រីរបស់នាងប៉ុន្តែពេលនាងទៅដល់ទ្វារមុខនាងបានឮសំឡេងក្រុមគ្រួសារកូនប្រុសពៅរបស់នាងកំពុងធ្វើបាប Lucy ថ្ងៃនោះ Lucy ទើបតែធ្វើម្ហូបពេលល្ងាចរួចប៉ុន្តែក្រុមគ្រួសារបងថ្លៃរបស់នាងបានបោះវាចោលលើឥដ្ឋអ្នកមិនចង់ចម្អិនអាហារទេឬបន្ទាប់មកគ្មានអ្នកណាបានញ៉ាំអាហារទេខ្ញុំបានខិតខំធ្វើម្ហូបទាំងអស់នេះអ្នករាល់គ្នាធ្វើហួសពីការរំពឹងទុកហើយតើអ្នករាល់គ្នាឈរនៅទីនោះដើម្បីអ្វីប្រញាប់សម្អាតវាឡើង Lucy និយាយឲ្យត្រង់ទៅស្ថានភាពរបស់អ្នកពិតជាអាម៉ាស់ណាស់យើងមានចិត្តល្អដែលអនុញ្ញាតឲ្យអ្នកស្នាក់នៅទីនេះដូច្នេះអ្នកគួរតែដឹងគុណអ្នកមិនអាចចម្អិនអាហារបានត្រឹមត្រូវផងតើអ្នកមានប្រយោជន៍អ្វីពាក់កណ្ដាលនៃផ្ទះនេះជារបស់ខ្ញុំមិនមែនជាអ្នកបម្រើរបស់អ្នកទេឯងហ៊ានយកផ្ទះមកជាមួយយើងទេកុំបង្ខំខ្លួនឯងអីម៉ាក់នឹងត្រឡប់មកវិញឆាប់នេះសម្អាតផ្ទះនេះហើយធ្វើម្ហូបមួយទៀតឬចេញទៅក្រៅ Lucy សម្លឹងមើលភាពប្រញែញញ៉ៃពីពេញអេបទ្រូងរបស់នាងឈឺចុកចាប់ដោយភាពរវិងជូរចត់នាងភ្ញាក់ពីព្រលឹមហើយនៅយប់ជ្រៅមើលថែស្វាមីធ្វើកិច្ចការផ្ទះគ្រប់យ៉ាងប៉ុន្តែនៅតែត្រូវបង្ខំចិត្តធ្វើរាល់ថ្ងៃពេលនោះទ្វារក៏ត្រូវបានរុញបើកម្ដាយក្មេករបស់នាងដែលទើបតែចុះពីលើយន្តហោះបានឈរនៅខាងក្រៅទ្វារហើយគ្រប់ពាក្យសម្ដីនៃការឆ្លោះប្រកែកគ្នាអ្នកទាំងពីរបានប្រញាប់ប្រញាល់បំផ្លាញការពិតដោយនិយាយថា Lucy ខ្ជិលច្រអូសអាត្មានិយមឆាប់ខឹងហើយមិនព្រមធ្វើការងារផ្ទះម្ដាយក្មេករបស់នាងមិនបាននិយាយអ្វីទេនាងបានដើរចូលទៅខាងក្នុងដោយស្ងប់ស្ងាត់មិនអើពើនឹងកូនប្រុសពៅរបស់នាងនិងប្រពន្ធរបស់គាត់ហើយបានដើរត្រង់ទៅបន្ទប់គេងធំនាងបានឃើញយ៉ាកដេកលើគ្រែស្អាតបាតនិងត្រូវបានមើលថែយ៉ាងល្អស្បែករបស់គាត់នឹងរលោងបន្ទាប់ពី3ឆ្នាំនៅក្នុងស្ថានភាពរុក្ខជាតិយ៉ាកមិនមានដំបៅគ្រែសំបីតែមួយកន្លែងឡើយបន្ទប់នេះគ្មានក្លិនទេក្រណាត់គ្រែស្អាតហើយថ្នាំពេទ្យនិងឧបករណ៍ម៉ាស្សាត្រូវបានរៀបចំយ៉ាងស្អាតនៅក្បែរគ្រែម្ដាយក្មេករបស់នាងយល់គ្រប់យ៉ាងភ្លាមប្រសិនបើ Lucy ពិតជាដូចអ្វីដែលពួកគេបានពិពណ៌នាមែនចេកមិនអាចត្រូវបានមើលថែយ៉ាងល្អបែបនេះទេបន្ទាប់ពីនៅលើគ្រែអស់រយៈពេល3ឆ្នាំឃើញម្ដាយរបស់គាត់នៅស្ងៀមថំកាន់តែភ័យហើយយំសោកអំពីការលំបាករបស់គាត់និងប្រពន្ធរបស់គាត់និងទុក្ខវេទនារបស់ពួកគេអាណាឈរក្បែរគាត់បន្ថែមអន្តរទៅក្នុងភ្លើង Lucy នៅស្ងៀមពេញមួយពេលអន់ចុះយ៉ាងស្ងៀមស្ងាត់ដើម្បីរើបំណែកដែលបាក់បែកបន្ទាប់ពី3ឆ្នាំចេកបានសាំនឹងការស្ដីបន្ទោសបែបនេះជាយូរមកហើយនៅក្នុងចំនួននោះ Lucy បានលើកយកអ្វីមួយពីអតីតកាលមកនិយាយរដូវរងាមួយព្រឺធ្លាក់ខ្លាំងបានបិទផ្លូវភ្លាមនោះចេកបានកើតជំងឺលាកសួតគ្រុនក្តៅមិនថយចុះហើយស្ថានភាពរបស់គាត់កាន់តែធ្ងន់ធ្ងរនៅពេលយប់ជ្រៅ Lucy បានតស៊ូនឹងព្រឺតែម្នាក់ឯងហើយដើរចម្ងាយរាប់ម៉ាយពីផ្លូវភ្នំទៅកាន់ទីក្រុងដើម្បីទិញថ្នាំនាងបានដួលហើយមានស្នាមជាំពេញខ្លួនដៃនិងជើងរបស់នាងស្ទើរតែកក់បន្ទាប់ពីទិញថ្នាំរួចនាងបានឲ្យគាត់ញ៉ាំពេញមួយយប់បន្ថយគ្រុនក្តៅរបស់គាត់ហើយនៅក្បែរគាត់រយៈពេល3ថ្ងៃ3យប់មុនពេលទាញគាត់ចេញពីគែមប៉ុន្តែនៅយប់នោះថមនិងអាណាដែលនៅក្បែរនោះច្បាស់ជាបាននៅអ្វីទាំងអស់ពួកគេធ្វើពុតជាដេកលក់ពេញមួយពេលមិនដែលបើកទ្វារផងទុកឲ្យតែជួយមិនត្រឹមតែប៉ុណ្ណោះលុយព្យាបាលដែលឪពុកម្ដាយក្មេករបស់គាត់ផ្ញើមកវិញជារៀងរាល់ខែក៏ត្រូវបានរក្សាទុកដោយសម្ងាត់និងខ្ជះខ្ជាយដោយពួកគេទាំងពីរនាក់ផងដែរនៅពេលដែលពាក្យទាំងនោះចេញមកមុខម្ដាយក្មេករបស់គាត់ក៏ងឹតទាំងស្រុងអ្នកកំពុងកុហកអ្នកកំពុងបង្កើតរឿងដើម្បីដាក់បន្ទុកយើងនោះជាមនុស្សប្រភេទដែលអ្នកពិតជាធ្វើលើកនេះម្ដាយក្មេករបស់គាត់បានត្រឡប់មកវិញមិនត្រឹមតែដើម្បីទៅលេង Lucy ប៉ុណ្ណោះទេប៉ុន្តែថែមទាំងបន្ទាប់ពីរៀបចំការត្រួតពិនិត្យទ្រព្យសម្បត្តិនិងសារការីពេញលេញផងដែរមុននេះឪពុកម្ដាយបានគ្រោងនឹងបែងចែកទ្រព្យសម្បត្តិគ្រួសាររវាងកូនប្រុស2នាក់របស់ពួកគេហើយតែងតែពេញចិត្តកូនពៅប៉ុន្តែបន្ទាប់ពីបានឃើញនឹងអ្វីគ្រប់យ៉ាងដោយខ្លួនឯងនាងបានផ្លាស់ប្ដូរគំនិតទាំងស្រុងផ្ទះសន្សំនិងអាជីវកម្មទាំងអស់របស់គ្រួសារយ៉ានឹងទៅឲ្យកូនប្រុសច្បងគឺយ៉ាហើយ Leslie នឹងមានសិទ្ធិអំណាចពេញលេញក្នុងការគ្រប់គ្រងនិងគ្រប់គ្រងអ្វីគ្រប់យ៉ាងម៉ាក់ឲ្យខ្ញុំជាកូនបង្កើតរបស់ម៉ាក់ហេតុអ្វីម៉ាក់មិនឲ្យអ្វីខ្ញុំសោះវាគឺដោយសារតែម៉ាក់ជាកូនបង្កើតរបស់ម៉ាក់ទើបខ្ញុំកាន់តែខូចចិត្តពេលប្អូនប្រុសរបស់ម៉ាក់ជួបការលំបាកម៉ាក់មិនបានបង្ហាញភក្ដីភាពចំពោះគ្រួសារទេម៉ាក់បានរឹបអូសទ្រព្យសម្បត្តិគ្រួសារដកហូតប្រាក់ព្យាបាលរបស់គាត់និងធ្វើបាបបងថ្លៃស្រីរបស់ម៉ាក់អ្នកគ្មានសីលធម៌និងគ្មានចរិតលក្ខណៈទេអ្នកមិនសមនឹងទទួលបានទ្រព្យសម្បត្តិគ្រួសារនេះសូម្បីតែមួយចំណែកឡើយម្ដាយក្មេករបស់នាងបានបញ្ជាឲ្យថមនិងអាណាផ្លាស់ចេញពីផ្ទះចាស់ក្នុងរយៈពេល3ថ្ងៃភ្លាមកាត់ផ្ដាច់ការគ្រប់គ្រងទាំងអស់ហើយប្រាប់ពួកគេឲ្យចិញ្ចឹមជីវិតចាប់ពីពេលនោះមកគូស្វាមីភរិយានេះបានបាក់ទឹកចិត្តលុតជង្គង់លើដីហើយអង្វរសុំក្តីមេត្តាប៉ុន្តែម្ដាយក្មេករបស់នាងបានសម្រេចចិត្តហើយបដិសេធមិនអត់អន់ឲ្យពួកគេទៀតទេនៅពេលដែលអ្នកភូមិបានដឹងការពិតពួកគេទាំងអស់គ្នាបានថ្កោលទោសថមនិងអាណាចំពោះការមានចិត្តត្រជាក់និងអាត្មានិយមអ្នកទាំងពីរបានបាត់បង់មុខមាត់ទាំងស្រុងនៅផ្ទះចាប់ពីពេលនោះមកម្ដាយក្មេករបស់នាងបានលះបង់ខ្លួនឯងដើម្បីជួយ Lucy មើលថែចេកនាងមានអារម្មណ៍សោកស្ដាយចំពោះការលះបង់រយៈពេល3ឆ្នាំរបស់ Lucy ហើយបានផ្ដល់ភាពកក់ក្ដៅនិងការពេញចិត្តទាំងអស់របស់នាងដល់កូនប្រសារស្រីដ៏រឹងមាំម្នាក់នេះប្រហែលជាភាពស្មោះត្រង់របស់នាងពិតជាបានធ្វើឲ្យស្ថានសុខរំជួលចិត្តមែនកន្លះឆ្នាំក្រោយមកចេកដែលបានដេកលក់អស់រយៈពេល3ឆ្នាំបានដឹងខ្លួនឡើងវិញយឺតគាត់អាចពេចភ្នែកលើកដៃឡើងហើយរាងកាយរបស់គាត់ក៏ប្រសើរឡើងជារៀងរាល់ថ្ងៃ
នៅក្នុងលោកនេះសេចក្តីល្អនិងសេចក្តីអាក្រក់តែងតែវិលត្រឡប់មកវិញសេចក្តីសប្បុរសមិនដែលជាចំណុចខ្សោយនោះទេហើយការតស៊ូនឹងត្រូវបានគេមើលឃើញនៅទីបំផុតមនុស្សលោភលន់និងអាត្មានិយមនឹងបាត់បង់ពរជ័យទាំងអស់របស់ពួកគេខណៈដែលអ្នកដែលធ្វើល្អដោយចិត្តស្មោះត្រង់នឹងរួចផុតពីការលំបាកហើយទីបំផុតនឹងឃើញថ្ងៃកាន់តែប្រសើរឡើង